បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលទៅចំណុចបន្ទាប់ទៀតគឺរបៀបសរសេរអក្សរទៅលើស្មាតអានអញ្ចឹងនៅពេលដែលយើងបង្កើតបានស្មាតអានចេញជារូបរាងបែបនេះហើយបាទចំណុចបន្ទាប់គឺយើងត្រូវការសរសេរអក្សរចូលទៅក្នុងស្មាតអានអញ្ចឹងអត់មានអីជាការលំបាកទេគឺយើងគ្រាន់តែចុចចូលក្នុងប្រអប់ហើយយើងអាចធ្វើការសរសេរបានបាទអញ្ចឹងឧទាហរណ៍ថាខាងលើគឺខ្ញុំវាយពាក្យថាប្រធានហើយបន្តមកទៀតគឺខ្ញុំវាយពាក្យថាអនុប្រធានបាទហើយចំណុចបន្ទាប់ទៀតគឺយើងអាចបាទធ្វើការសរសេរឬក៏មួយទៀតគឺទាំងអស់គ្នាអាចធ្វើការសរសេរនៅក្នុង TextPad ក៏បានដែរដែលយើងចុចទៅលើ Design ហើយយើងចុច TextPad ហើយយើងសរសេរនៅក្នុងនោះបានដូចគ្នាបាទណាបាទអញ្ចឹងទាំងអស់គ្នាអាចសរសេរតាមរបៀបហ្នឹងក៏បានដែរឬក៏សរសេរនៅក្នុងប្រអប់បានដូចគ្នាអញ្ចឹងបន្តមកទៀតគឺយើងសរសេរមកបាទមានពាក្យសមាជិកអញ្ចឹងសមាជិកទី1ទី2ដោយសារតែក្នុងនេះខ្ញុំអត់បានដាក់សមាជិកទី1ទី2បាទអញ្ចឹងយើងអាចសរសេរនៅក្នុងTextPad ក៏បានឬក៏យើងអាចសរសេរនៅក្នុងបាទប្រអប់ដែលយើងបានបង្កើតហ្នឹងក៏បានដែរអញ្ចឹងកន្លែងសមាជិកនេះបើសិនជាទាំងអស់គ្នាចង់ឲ្យវាបាទរត់មកបន្ទាប់ឬក៏នេះទាំងអស់គ្នាអាចលុបវាទៅវាបាទនឹងមកបន្ទាប់ឲ្យវាអត់ចុះមកក្រោមទេបាទអញ្ចឹងកន្លែងហ្នឹងយើងអាចលុបវាដើម្បីអង្គិលបាទអង្គិលsave របស់យើងបានណាបាទអញ្ចឹងរបៀបសរសេរអក្សរក្នុងsave របស់យើងគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ